đây bong ở nhiều dương có xua tha software AMI bỏ dương á pe đài chất stock nó cứ việc là thẻ hay chăng anh nắng cái thời check mơ lại na từ bong បាទសម្រាប់អ្នកតែជនដែលគាត់ប្រើ software AMI របស់យើងគឺមានភាពងាយស្រួលអញ្ចឹងបើសិនជាគាត់ចង់ដឹងថាតំណែងណាដែលចិត្តអស់ stock ពេលដែលយើង reset ហ្នឹងគឺពេលដែលយើង set ហ្នឹងគឺយើងអាចមានវិធី2នៅក្នុងការ check តាមពិតមានទាំងអស់3វិធីប៉ុន្តែដែលខ្ញុំនិយាយថាវា alert ប្រាប់ទៅកាន់ម្ចាស់អាជីវកម្មឬក៏អ្នកកាន់ stock ហ្នឹងគឺមាន2 ចឹងបងប្អូនអាចបើសិនជាអ្នកដែលទិញយកសេវាកម្មpackage ដែលខ្ពស់គឺគាត់មាន Telegram bot ចឹងយើងចូលទៅក្នុង Telegram bot ហ្នឹងមកគឺយើងនឹងមាន bot ជាទូទៅគឺ average daily ម៉ោង8ព្រឹកគឺ bot នឹងធ្វើការផ្ញើ report ជូនបងនៅក្នុង Telegram ដូចរបស់ខ្ញុំនេះចឹងណាចឹងនេះថ្ងៃ1ថ្ងៃ2ថ្ងៃ3ចឹង bot គាត់ទៅសេថា inventory falling below reorder point ចាំមានន័យថាបើយើង set reorder point 5ពេលដែលបាននឹងសល់ stock 5គឺវានឹង set ចូលក្នុងហ្នឹងហើយអញ្ចឹងបងប្អូនអាច check មើលនៅក្នុងនេះបានទីខ្ញុំបកអេក្រង់ជូនបងមើលនេះវានឹងចេញមកហ្មងបាទថាអវ៉ាន់ណាខ្លះដូចនៅក្នុងនេះអញ្ចឹងវាមាន14មុខតំណែងដែលវាចិត្តអស់ stock អញ្ចឹងណាអញ្ចឹង quantity on hand មែនអីមែនហើយ item ណាគឺចេញបានអញ្ចឹងមកក្រៅពីហ្នឹងទៅបើសិនជាគាត់អត់មានទិញ package សម្រាប់ Telegram bot ទេក៏អាចមានប្រើ free ដែរនៅក្នុង software AMI របស់យើងផ្ទាល់អញ្ចឹងតិចទៀតខ្ញុំនឹងបង្ហាញនៅក្នុង AMI ថាយើង check នៅនេះឥឡូវនេះគឺបងប្អូនដែលគាត់មានប្រើ software AMI គឺចេញមក background ដូចរបស់ខ្ញុំអញ្ចឹងពេលរៀងចូល software មកអញ្ចឹងដើម្បីចង់ check មើលថា stock យើងនៅសល់ប៉ុន្មានចិត្តអស់ហើយហ្នឹងគឺយើងអាច check នៅកន្លែងនេះបានអូខេបាទអញ្ចឹងនៅក្នុងនេះពេលដែលបងប្អូនចូលទៅក្នុង interface របស់ AMI នឹងមកគឺយើងមានអញ្ចឹងដើម្បីយើង check មើលថាតំណែងណាចិត្តអស់ stock គឺយើងអាចចុចចំណាំកន្លែងកណ្ដឹងនេះដែលមានពាក្យថា reminder បាទអញ្ចឹងនៅពេលដែលយើងចុច reminder ទៅគឺវានឹងមាន tab ជាច្រើននេះនេះនៅក្នុង software របស់ខ្ញុំគឺវាបង្ហាញនៅ inventory falling below reorder point មានន័យថាតំណែងដែលចិត្តអស់បាទអញ្ចឹងនៅក្នុងនេះវា load រូប13មានន័យថាមាន13 item ដែលវានឹងចិត្តអស់ stock អញ្ចឹងនៅក្នុងនេះតាក់ទងជាមួយនឹងនេះគឺ list អានេះគឺជា list ដែលតំណែងចិត្តអស់ stock ឧទាហរណ៍ថា item ទី1នេះ reorder point ខ្ញុំបាន set 3មានថាបើសិនជាវាធ្លាក់ដល់3គឺវាត្រូវ load ចូល reminder ហ្នឹងបាទប៉ុន្តែឥឡូវ quantity on hand មានថា stock ដែលយើងជាក់ស្ដែងហ្មងឥឡូវសល់0នេះមានថាអស់ stock ហើយអាហ្នឹងបាទយើងតម្រូវត្រូវ reorder ឡើងវិញអញ្ចឹងណាហើយបើសិនជាយើងចង់ចុចមើលថា item ហ្នឹង item អីគេយើងអាច double click ទៅលើហ្នឹងទៅវានឹងបង្ហាញរូប item ហ្នឹងហើយឈ្មោះ item ហ្នឹងយើងអាចងាយស្រួលមើលអញ្ចឹងណាបាទនៅក្នុងតារាងនេះតាមពិតគឺជាតារាង list ដែល Telegram bot របស់យើងធ្វើការ send ដែលខ្ញុំប្រាប់មុនហ្នឹងមកថាម៉ោង8គឺវា auto send មកឲ្យយើងបាទហើយបើសិនជាបងប្អូនអ្នកកាន់ stock គាត់ត្រូវការធ្វើតារាង Excel submit ជូនប្រធានគឺយើងមានប៊ូតុង export នៅកន្លែងនេះយើងអាច export មកបាទអញ្ចឹងអានេះយើងអាច export ជា file Excel បានអញ្ចឹងឧទាហរណ៍ដែលខ្ញុំដាក់ test អញ្ចឹងទៅបាទហើយខ្ញុំចុច Excel មកអូខេបាទអញ្ចឹងអូខេអញ្ចឹងងាយស្រួលមែនតើអញ្ចឹងបន្ទាប់មកគឺបងប្អូនឃើញ file Excel យើងមួយនៅនេះយើងអាចពេលដែលយើងយកបាន file Excel ហើយយើងចង់ highlight color ឬក៏យើងចង់ជំរាបមេឬក៏ប្រធានថាឥឡូវយើងចង់បាន item នេះយើង highlight និយាយទៅបងប្អូនធ្វើអីក៏បានក្នុង Excel នេះអញ្ចឹងយើងងាយស្រួលមែនតើយើងមិនបាច់ចាំទាំងអង្គុយ check stock អវ៉ាន់នេះថាអវ៉ាន់យើង1000 item យើងអាចចាំបាច់ទៅ check មើលថាតើ item នៅក្នុង1000 item ហ្នឹងមានអវ៉ាន់ណាខ្លះដែលចិត្តអស់ហើយដោយសារយើងបាន set ហើយឯងបាទអញ្ចឹងវីដេអូនេះខ្ញុំសូមប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់អីទៅលើ software ERP ឬក៏ accounting software អាច comment នៅលើនឹងបានខ្ញុំនឹងព្យាយាមឆ្លើយតាមសំណួរដែលគាត់ចង់ដឹងអូខេអរគុណច្រើន